សួស្តីបងប្អូនទាំងអស់គ្នាជាងថ្ងៃនេះលោកគ្រូសូមលើកយកប្រតិបត្តិបន្តយកមកបកស្រាយជូនបងប្អូនទាំងអស់គ្នាប្រតិបត្តិបន្តគឺសង្គ្រាមនៃសម័យកាលខាងក្រោមបាទចឹងសម័យកាលទី1ដែលគេឲ្យយើងសង្គ្រាមគឺកបាទកគឺ y ស្មើ y ដល់ x ស្មើ5បាទ y ដល់ x ស្មើ5នេះបើសិនជាយើងយកមកសង្គ្រាបចឹងដើម្បីសង្គ្រាបបានលុះត្រាតែយើងដាក់ឲ្យចូលរៀងសិនចឹង y ដល់ x ស្មើ5ចឹងយើងលើករក y មកដើម្បីឲ្យចូលរៀងបាទ y ស្មើx បូក b ចឹងដើម្បីឲ្យចូលរៀងបែបហ្នឹងយើងត្រូវលើក x តអង្គមកខាងចឹងដកលើកមកចេញបូកបាទចឹងយើងបានសម័យកាល y ស្មើ x បូក5បន្តមកដើម្បីសង្គ្រាបបានយើងឲ្យតារាងតម្លៃលេខបាទចឹងយើងឲ្យពីរករណីទី1គឺយើងឲ្យ x0 បន្តមកយើងឲ្យ y0 តើ x0 y ស្មើប៉ុន្មានតើ y0 x ស្មើប៉ុន្មានចឹងបើសិនជា x0 ចឹងសម័យកាលរបស់យើង y ស្មើ0ចឹងកន្លែង x នេះយើងចំនួនដោយលេខ0បូក5ចឹង0បូក5បាទ0បូក5យើងឃើញ5ចឹងកន្លែងនេះយើងដាក់លេខ5បន្តទៀតយើងឲ្យ y 0បើ y 0តើ x ស្មើប៉ុន្មានបាទ y 0យើងចំនួនចូលកន្លែងនេះមកបាទចឹង0ស្មើ x បាទបូក5យើងចង់បាន x ចឹងលើក5ទៅបាន x ស្មើដក5បាទបន្តទៀតយើងបានប៉ុណ្្នឹងហើយយើងយកទៅដាក់ក្នុងតារាងមកតារាងតម្លៃលេខចឹងបើ y 0 x ស្មើដល់5ចឹងរបៀបក្នុងការសង់ចឹងដើម្បីសង់ x0 y 5ចឹង x0 ចឹង0គឺនៅកណ្ដាល0ទៅ5ជួបគ្នានៅកន្លែងលេខចឹង x0 នៅកណ្ដាល y គឺអឈរចឹងដក5ទៅក្រោម5ទៅលើចឹងយើងបានចឹងយើងដៅចំណុចកន្លែង5មកនេះ0ទៅ5គឺយើងភ្ជាប់ពីកណ្ដាលទៅ5តែដោយសារវាស្ថិតលើអយើងមិនបាច់ចុចទេយើងដាក់លេខ5យកតែម្ដងមកបាទបន្តទៀតកករណីទី2គឺ y 0ម្ដងអញ្ចឹង0នៅលើអឈរម្ដង x ដក5អញ្ចឹង0ទៅដល់ដក5បាទនេះ0ទៅដល់ដក5អញ្ចឹងយើងបាន2ចំណុចបន្ទាប់ពីយើងបាន2ចំណុចហើយយើងខុសវាកាត់គ្នាមកបាទខុសកាត់គ្នាអញ្ចឹងយើងបន្លាយមកមុខឲ្យផុតមកហើយយើងបន្លាយទៅនេះផុតមកបន្តមកយើងដាក់ឈ្មោះក្រាបគឺ y ស្មើ x បូក5ឬក៏ដាក់មួយនេះក៏បានដែរ y ដក y ដក x ស្មើ5បាទអញ្ចឹងប្រតិបត្តិកចប់តែប៉ុណ្្នឹងឥឡូវយើងចូលប្រតិបត្តិខបាទក្នុងប្រតិបត្តិខយើងដូចប្រតិបត្តិកដែរប៉ុន្តែខុសត្រង់ហើយបាទតម្លៃលេខអញ្ចឹងក្នុងនេះគេឲ្យ y ដក x ស្មើ11នោះយើងទាញរក y មក y ស្មើលើក x មកដកលើកមកចេញបូកអញ្ចឹង y ស្មើ x បូក10 11តារាងតម្លៃលេខយើងឲ្យដូចគ្នាអញ្ចឹងបើ x0
នេះកន្លែងនេះ0អត់មានលេខអញ្ចឹង y ស្មើ10 11ចាំបើ y 0វិញអញ្ចឹងបើ y 0វិញយើងអាចជំនួសក្នុងមួយណាបាទមួយនេះក៏បានមួយខាងលើក៏បានអញ្ចឹង y 0 0យើងលើក11មកបានដក10ដល់11អញ្ចឹងដើម្បីសង់យើងមើល coordination មកអញ្ចឹងនៅក្នុងបន្ទាត់យើងក្រិតឲ្យលើសលេខអញ្ចឹងលេខនេះ11យើងក្រិតឲ្យដល់15មកដើម្បីងាយស្រួលមើលអញ្ចឹង coordinate ទី1 x0 បាទ x0 y 11អញ្ចឹង a y គឺទៅលើអញ្ចឹងដកមកក្រោមបូកទៅលើអញ្ចឹង11យើងលើកទៅលើមកណានេះទី2 y 0ម្ដងអញ្ចឹង a ឈួរ0 a ដេកដក11អញ្ចឹងភ្ជាប់មីដក11មកហើយ0អញ្ចឹងករណី2បែបហ្នឹងយើងគូបន្លាយវាមកណាបន្លាយវាភ្ជាប់គ្នាមកសើងទៅមុខទៀតមកនេះយើងបន្លាយមកមុខឲ្យផុតនេះមកបន្តមកយើងដាក់ឈ្មោះបន្ទាត់មកបន្ទាត់គឺ y ស្មើ x បូក10 11បាទឥឡូវប្រតិបត្តិខយើងចប់តែប៉ុណ្ណឹងយើងចូលប្រតិបត្តិគនៅក្នុងប្រតិបត្តិគគេឲ្យមកដូចគ្នាដែរគេឲ្យមក 2x បូក y ស្មើ8អញ្ចឹងយើងលើក x ទៅរក8មកអញ្ចឹងយើងបាន y ស្មើដកអញ្ចឹងមុខសញ្ញាមុខលេខ2នេះសញ្ញាបូកមើលមិនឃើញអញ្ចឹងលើកទៅបានដកអញ្ចឹង y ស្មើដក 2x បូក8អញ្ចឹងតាមតារាងតម្លៃលេខយើងចំនួនមកឲ្យពីរលក្ខខណ្ឌនេះគ្នាករណីចូលទម្រង់បែបហ្នឹងបន្តទៀតយើងឲ្យអីឲ្យ x0 អញ្ចឹងខាងនេះ0អញ្ចឹង y ស្មើ8ចាំមើលយើងឲ្យ y 0អញ្ចឹងបើយើងឲ្យ y 0ខាងនេះ0យើងលើក x ទៅវិញមកអញ្ចឹងបើលើក x ទៅវិញបាន 2x ស្មើ8អញ្ចឹងដល់មក x ស្មើមែនបាទស្មើ8ចែកឲ្យ2អញ្ចឹងឃើញមែន x បាទអញ្ចឹង x ស្មើ4បន្តទៀតយើងឃើញគោលនេះចាប់ផ្ដើមសង់មកណាអញ្ចឹងបើសិនជា ax x0 នៃ x0 y 8អញ្ចឹងទៅលើ x4 អញ្ចឹង ax ad 4 y 0អញ្ចឹង0ហើយលេខទៅជួបគ្នានៅលេខអញ្ចឹងយើងបាន2ចំណុចហើយខួរកាត់គ្នាមកបន្តមកយើងបន្លាយមុខឲ្យផុតមកបន្តមកយើងបន្លាយទៅលើឲ្យស្មើមកហើយយើងដាក់ឈ្មោះវាមកបាទអញ្ចឹងប្រតិបត្តិអក្សរគោលយើងបញ្ចប់តែត្រឹមហ្នឹងឥឡូវយើងចូលប្រតិបត្តិបន្តទៀតគឺអក្សរខចឹងនៅក្នុងអក្សរខរៀងវែងបន្តិចដោយសារតែលេខគេឲ្យមកចែកវាអត់ដាច់ចឹងខគេឲ្យមក 3x បូក 4y ស្មើ10នោះ 4y ស្មើដល់ 3x បូក10ចឹងយើងលើក x ទៅរកលេខមកយើងដាក់ x មុនដើម្បីងាយស្រួលមើលបន្តមក4គុណយើងរុញទៅចែកចឹងយើងបានដក 3x បូក10ចែកនឹង4ចឹងយើងធ្វើការផ្ដាច់វាម្ដងមកកង់ចឹងកង់ទី1កង់ទី2ចឹងកង់ទី1យើងឃើញបែបហ្នឹងបន្តទៀតកង់ទី2បាទកង់ទី2យើងឃើញ4លើ10ប៉ុន្តែលេខហ្នឹងអាចសម្រួលបានចឹងយើងសម្រួលទៅសល់5លើ2បាទឥឡូវយើងចូលការធ្វើតារាងតម្លៃលេខចឹងតារាងតម្លៃលេខ
ចឹងតារាងតម្លៃលេខបើសិនជាយើងឲ្យ x 0ចឹងម្ដុំនេះ0ចឹងយើងនៅសល់5លើ2ចឹងយើងគិតជាទូសភាគឲ្យហើយមកឃើញ 2.5 ចឹងបើសិនជាយើងឲ្យ y 0ចឹង y 0យើងមើលអាក្រោមហើយឥឡូវយើងចំនួនមួយណាងាយបាទបើចំនួនលើងាយចំនួនលើមកចឹង y 0នេះ0បើ y 0យើងសល់ 3x ស្មើ10ចឹងនាំឲ្យ x ស្មើមែនបាទចឹងស្មើ10លើ3ចឹង10លើ3យើងចែកទៅឃើញ 3.3 បន្តទៀតយើងមើល coordinate បើ x 0 y 2.5ចឹងអា x 0 y 2.5ចឹងទៅលើ y 0ចឹង0 x 3.3ចឹង 3.3 បូកចឹងយើងយកទៅចំហៀងមកណាចានេះគ្រូដៅយ៉ាងលើសតិចណាចឹងពួកយើងភ្ជាប់ពីចំណុចមករកគ្នាមកបន្តទៅមុខទៀតយើងអូសទៅលើ input ហើយយើងដាក់ឈ្មោះសមីការបន្ទាត់ដាក់លើក៏បានដាក់ក្រោមក៏បានចឹងគ្រូដាក់លើណាដោយសារក្រោមវាមានរាងជាពភាចឹងយើងចុចចប់ចំណុចខួរយើងចូលចំណុចងបាទចំណុចងយើងសង់បន្តដូចគ្នាចឹងបន្ទាត់គេឲ្យមក x បូក 3y ស្មើដល់ 3ចឹងនៅក្នុងនេះយើងឃើញអ្វីដែលពិសេសគឺដក y បើដក y យើងលើកដក y មកនេះមកដកលើកទៅយើងចេញបូកហើយយើងលើក3ទៅនេះទៅដកលើកទៅយើងចេញបូកចឹងយើងបាន 3y ស្មើ x បូក 3ដោយសារខាងនេះជាប់លេខ3យើងរុញ3មកតង់ទៀតទៅបានចែកហើយយើងផ្ដាច់ជា2កង់កង់ទី1កង់ទី2កង់ទី1យើងអាចសម្រួលចឹង3ហើយ3យើងសម្រួលទៅសមមែនសម1បន្តមកយើងឲ្យតារាងតម្លៃលេខមកចឹងទី1បើ x 0ចឹងខាងនេះ0ចឹង y 1ចុះបើ y 0នេះយើងចំនួនលើមកស្រួល y 0ចឹង x ស្មើដល់3ចឹងក៏នៅទី1គឺអីបាទគឺ x 0ចឹង x 0 y 1ចឹង1ទៅលើ1ឯកតាបន្តទៀត x ដក3ចឹង x អាដេកដក3 y 0ចឹង0ហើយដក3ទៅជួបគ្នានៅដក3ចឹងយើងបាន2ចំណុចហើយយើងបន្លាយវាមកបន្លាយទៅលើ input មកហើយយើងបន្លាយទៅនេះ input មកបាទបន្តមកយើងដាក់ឈ្មោះសមីការបន្ទាត់មកនេះគូយកលើយកមកដាក់ចឹងចំណុចងយើងបញ្ចប់តែត្រឹមហ្នឹងយើងចូលចំណុចចជាចំណុចចុងក្រោយបាទចឹងនៅក្នុងចំណុចចុងក្រោយគេឲ្យបាទចឹងគេឲ្យចំណុចចគេឲ្យដក 3x បូក15ស្មើ9ចឹងយើងលើកមករ9មក 3x លើកមកបូក15យើងលើកមកបានចែកចឹងដោយសារតែអានេះ2កង់យើងផ្ដាច់វាមកកង់មកចានេះសម្រួលកាតយើងសម្រួលមកសល់3លើ5ហើយនេះសម្រួលកាតសល់ x ចែក5ចឹងទី1បើយើងឲ្យ x 0ចឹងខាងនេះ0ចឹង3លើ5យើងចែកទៅឃើញ 0.6 ចឹងបើ y 0ចឹងយើងឲ្យខាងលើមកស្រួលមើលចឹង y 0នៅនេះ0ចឹងយើងបានដក 3x ស្មើបាទស្មើ9ចឹង x ស្មើ9ចែកឲ្យដកមែនបាទចែកដក3ចឹង x ស្មើ9ចែកដក3ឃើញដក3ចឹងដក3យើងដាក់ខាងនេះមកបន្តមកយើងធ្វើមើលកាត់លើអាទី1 x 0
ចឹង0នៅកណ្ដាល y 0.6 ចឹង 0.6 លើនេះណា 0.6 x 0 បាទសុំតោ y 0 x ដក3ចឹងដក3ខាងនេះចឹងយើងភ្ជាប់ពីនឹងភ្ជាប់គ្នាមកយើងភ្ជាប់ទៅមុខទៀតបាទបន្តមកយើងដាក់ឈ្មោះសមីការបន្ទាត់ដែលយើងរកមកនេះខាងលើនេះមកចឹងនៅក្នុងកំណែប្រតិបត្តិលោកគ្រូបញ្ចប់តែត្រឹមហ្នឹងចឹងបងប្អូនមានចម្ងល់អីអាច comment សួរខាងក្រោមបានបាទសូមអរគុណច្រើនសម្រាប់ការទស្សនាវីដេអូមួយនេះ